សូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូក៏ដូចជាអាណាព្យាបាលរបស់សិស្សទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញពីរបៀបដំឡើងកម្មវិធី PLP ឬក៏ថ្នាបឋមនឹងដាក់នៅលើអេក្រង់ដើមរបស់ទូរស័ព្ទរបស់យើងដែលជាប្រភេទ iOS ដូច្នេះដើម្បីដំឡើងបានដំបូងលោកគ្រូអ្នកគ្រូត្រូវចូលទៅកាន់ browser មួយឈ្មោះថា Safari បន្ទាប់មកទៀតលោកគ្រូអ្នកគ្រូត្រូវវាយពាក្យថា plp.mui.gov.kh ហើយលោកគ្រូអ្នកគ្រូចុច search បន្ទាប់មកលោកគ្រូអ្នកគ្រូនឹងឃើញលោតផ្ទាំងអេក្រង់ដូចតែបង្ហាញនៅក្នុងទូរស័ព្ទបែបនេះបន្ទាប់មកលោកគ្រូអ្នកគ្រូដើម្បីដំឡើងកម្មវិធីនេះទៅលើអេក្រង់ដើមលោកគ្រូអ្នកគ្រូទៅមើលនៅខាងក្រោមឃើញក្បាលព្រួយឡើងលើនឹងដែលមានន័យថា share លោកគ្រូអ្នកគ្រូចុចទៅលើក្បាលព្រួយហ្នឹងទៅបន្ទាប់ពីលោកគ្រូអ្នកគ្រូបានចុចទៅលើក្បាលព្រួយនឹងហើយលោកគ្រូអ្នកគ្រូនឹងឃើញផ្ទាំងលោតមកបែបនេះពេលឃើញបែបនេះហើយលោកគ្រូអ្នកគ្រូសូម scroll ចុះទៅខាងក្រោមដើម្បីស្វែងរកពាក្យថា add to home screen ដែលនៅខាងចុងពាក្យហ្នឹងគឺមានសញ្ញាបូកដូច្នេះលោកគ្រូអ្នកគ្រូសូមចុចលើពាក្យ add to home screen បន្តមកលោកគ្រូអ្នកគ្រូនឹងឃើញលោតនៅផ្ទាំងបែបនេះហើយនៅក្នុងហ្នឹងគេដាក់ឈ្មោះថាថ្នាលបឋម PLP អញ្ចឹងលោកគ្រូអ្នកគ្រូអាចផ្លាស់ប្ដូរឈ្មោះទៅតាមដែលលោកគ្រូអ្នកគ្រូចង់បានឬក៏ដាក់ឈ្មោះដោយដែល default គេបានដាក់ឲ្យស្រេចបែបនេះក៏បានដែរអាស្រ័យទៅលើលោកគ្រូអ្នកគ្រូតែសម្រាប់ខ្ញុំយកតាមឈ្មោះដែលគេបានដាក់ឲ្យនេះហើយខ្ញុំចុចទៅលើពាក្យថា add បន្ទាប់ពីយើងចុចទៅលើពាក្យថា add ហើយគឺការដំឡើងរបស់យើងគឺទទួលបានជោគជ័យហើយលោកគ្រូអ្នកគ្រូអាចឃើញកម្មវិធីរបស់យើងនៅលើអេក្រង់ទូរស័ព្ទរបស់យើងហើយដូច្នេះនៅពេលលើក្រោយលោកគ្រូអ្នកគ្រូចង់ចូលទៅកាន់កម្មវិធី PLP លោកគ្រូអ្នកគ្រូមិនចាំបាច់ចូលតាម browser Safari ទេលោកគ្រូអ្នកគ្រូគ្រាន់តែចុចទៅលើកម្មវិធីដែលលោកគ្រូអ្នកគ្រូបានដំឡើងលើអេក្រង់ដើមរបស់ទូរស័ព្ទយើងហ្នឹងទៅគឺលោកគ្រូអ្នកគ្រូអាចចូលទៅដល់កម្មវិធី PLP ហ្នឹងហើយចាសូមអរគុណសម្រាប់ការទស្សនារបស់លោកគ្រូអ្នកគ្រូ